បើសិនជាយើងអាចរកមនុស្សហើយចាក់ពួកគេឲ្យស្លាប់បាន10000នាក់នោះយើងនឹងមានជីវិតអមតៈហើយលោកកុំធ្វើបាបខ្ញុំអីខ្ញុំសូមវល់ឯងកុំមកអង្វរបិសាចអីព្រោះបិសាចគ្មានចិត្តមេត្តានោះទេកុំអីអឺលោកតាយ៉ាងមិនហើយលោកតាអូយមិនក៏ទៅជាអញ្ចឹងវិញហើយកំបិតនេះមកចាក់តែខ្ញុំមិនចាក់ឯងទេយើងក៏មិនយល់ដែរអូមិនអីទេទោះយ៉ាងណាក៏យើងនៅតែស្លាប់ទាំងអស់គ្នាហ្នឹងអូយយ៉ាងមិនទៀតហើយនេះដូចជាលំអៀងពេកហើយមកពីឯងនិយាយច្រើនពេកទៅដឹងទោះមិននិយាយក៏គង់តែស្លាប់ដូចតែគ្នាហ្នឹងអូយលេចកំបិតថែមមកមួយទៀតហើយពិតជាចង្រៃមែនរឿងបិសាចកំបិតអស់កាលជាយូរលង់ណាស់មកហើយមានបិសាចមួយក្បាលដែលមានកំបិតជាប់នឹងដៃរបស់គេហើយកំបិតនោះតែងតែដើរចាក់មនុស្សដើម្បីឲ្យគេមានជីវិតអមតៈបើសិនជាយើងអាចរកមនុស្សហើយចាក់ពួកគេឲ្យស្លាប់បាន10000នាក់នោះយើងនឹងមានជីវិតអមតៈហើយបិសាចបានដើររកមនុស្សពិតជាល្អណាស់លោកកុំធ្វើបាបខ្ញុំអីខ្ញុំសូមវល់ឯងកុំមកអង្វរបិសាចអីព្រោះបិសាចគ្មានចិត្តមេត្តានោះទេបិសាចបានចាក់មនុស្សមួយកំបិតជាប់នឹងខ្លួនអូយចុកណាស់ពិតជាឈឺមែនតើនៅប៉ុន្មានថ្ងៃក្រោយឯងនឹងស្លាប់មិនខានទេខ្ញុំមិនទាន់ចង់ស្លាប់ទេជួយខ្ញុំផងអ្នកណាក៏បានដែរគេបានរត់ទៅឲ្យគេជួយសូមជួយខ្ញុំផងខ្ញុំត្រូវបិសាចចាក់ជាប់នឹងខ្លួនហើយមានបិសាចផងអីតើអាចដកកំបិតនេះបានទេខ្ញុំមិនដឹងទេពូវាចុកខ្លាំងណាស់បិសាចនោះវាប្រាប់ខ្ញុំថាប៉ុន្មានថ្ងៃក្រោយខ្ញុំនឹងស្លាប់ហើយពូមិនដឹងថាធ្វើយ៉ាងម៉េចទេនេះអូយខ្ញុំចុកចាប់ណាស់អូយកំបិតនេះជាប់នឹងខ្ញុំបែបនេះខ្ញុំឈឺណាស់បរិសនោះបានគិតទៅដល់សម្ដីរបស់បិសាចនៅប៉ុន្មានថ្ងៃក្រោយឯងនឹងស្លាប់មិនខានទេភ្លាមនោះស្រាប់តែមានកំបិតជាច្រើនមកចាក់នឹងបរិសនោះអូយចុកណាស់អូយចុកខ្លាំងណាស់ជួយផងបរិសនោះក៏បានស្លាប់បាត់ទៅក្មួយបិសាចនោះពិតជាសាហាវមែនចាប់តាំងពីពេលនោះមកបិសាចបានដើរសម្លាប់មនុស្សដោយកំបិតរបស់គេសម្លាញ់បិសាចនោះពិតជាគួរឲ្យខ្លាចណាស់ខ្ញុំកំពុងតែឆ្ងល់ណាស់ដំបងកំបិតរបស់បិសាចនោះមានតែមួយទេស្រាប់តែក្រោយមកក៏មានកំបិតជាច្រើនមានអីទៅចម្លែកនោះដោយសារតែបិសាចនោះប្រើវេទមន្តហើយឯងនិយាយអញ្ចឹងក៏សមហេតុផលដែរតែវាដូចជាចម្លែកនឹងណាយើងមិនចាំបាច់ទៅគិតរឿងហ្នឹងទេគិតថាធ្វើម៉េចកុំឲ្យជួបបិសាចនោះទៅមានលោកតាម្នាក់នៅសំងំក្នុងផ្ទះមិនហ៊ានចេញខាងក្រៅនោះទេតើគិតធ្វើយ៉ាងម៉េចទៅបើសិនបន្តនៅក្នុងផ្ទះអញ្ចឹងចៅប្រុសរបស់ខ្ញុំនឹងដាច់ពូស្លាប់ហើយលោកតាតើពេលណាយើងអាចចេញទៅខាងក្រៅបានទៅតាកំពុងតែរកវិធីដែរណាចៅតាពិតជាពិបាកចិត្តណាស់ចៅឃ្លានខ្លាំងណាស់លោកតាតើលោកតាមានអីហូបទេតាមិនមានទេចៅមិនអីទេចាំតាចេញទៅខាងក្រៅរកអីឲ្យចៅចោះលោកតាបានចេញទៅខាងក្រៅស្រាប់តែប្រទះនឹងបិសាចថ្ងៃនេះមានមួយមកមួយទៀតហើយកុំធ្វើបាបខ្ញុំអីលោក
ខ្ញុំខ្លាចហើយមិនអីទេគ្រាន់តែបញ្ញាកំបិតនៅនឹងតាឯងទេតើបើអញ្ចឹងខ្ញុំនឹងស្លាប់ដដែលនឹងស្លាប់ឬរស់អាស្រ័យលើតាឯងទេកុំអីខ្ញុំសុំវកុំអីតាឯងនឹងស្លាប់នៅពេលឆាប់នេះលោកតាយ៉ាងមិនហើយលោកតានេះមកពីខ្ញុំមកមិនមែនខ្ញុំទេលោកតាក៏មិនកើតអីដែរ ចៅអើយតាអាណិតចៅណាស់ពេលនេះមិនមានអ្នកណាមើលថែឯងទេ នៅពេលនោះមិរិនិងម៉ាយ៉ាបានចូលមកលោកតាយ៉ាងម៉េចហើយ គាត់ត្រូវបិសាចចាក់នឹងកំបិតបើអញ្ចឹងពិតជាពិបាកហើយដឹងតែ ឯងកុំនិយាយអីផ្ដេសផ្ដាសមើល ចុះបើត្រូវបិសាចនោះចាក់ហើយគឺគ្មានអ្នកណារស់បានឡើយ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ខ្ញុំមិនអាចរស់នៅបានទេ មិនអីទេលោកតាច្បាស់ជាមានវិធីរស់ នៅពេលដែលខ្ញុំចាក់ចេញនោះចៅរបស់ខ្ញុំគ្មានទីពឹងទេតើពួកលោកអាចមើលថែចៅរបស់ខ្ញុំបានទេ លោកតាមិនកើតអីទេ ចៅអើយតាដឹងខ្លួនច្បាស់ណាស់ រំពេចនោះកំបិតបានចាក់លោកតា ជុកណាស់ លោកតាយ៉ាងមិនហើយ តើពួកលោកអាចមើលថែចៅរបស់ខ្ញុំបានទេ លោកតាមិនកើតអីទេខ្ញុំនឹងរកវិធីដើម្បីជួយលោកតា ដឹងខ្លួនឯងច្បាស់ណាស់មិនអាចរស់បានទេ កំបិតជាច្រើនបានចេញមកហើយចាក់លោកតាទាល់តែស្លាប់ លោកតាទៅចោលខ្ញុំហើយតើចោលរំពឹងអីតើនេះមកពីខ្ញុំមកសិនជាខ្ញុំមិនឃ្លានទេបិសាចនោះក៏មិនធ្វើឲ្យលោកតាដែរលោកតា មិនអីទេប្អូនប្រុសបងនឹងមើលថែឯងជំនួសលោកតាសូមលោកតាទៅឲ្យបានសុខចុះ យើងគួរតែចេញពីទីនេះឲ្យលឿនទៅខ្លាចបិសាចនោះមក ពួកគេបានចាក់ចេញពីទីនោះ សង្ឃឹមថាពួកយើងអាចឆ្លងផុតទៅចុះ បើយើងគេចវេះយើងមិនអាចគេចរហូតបានទេ បើអញ្ចឹងតើឯងគិតយ៉ាងម៉េចវិញឬក៏ត្រូវទៅរកបិសាចនោះឲ្យគេចាក់ មិនមែនទេយើងទៅរកវិធីដើម្បីកម្ចាត់បិសាចនោះ តើយើងគិតធ្វើយ៉ាងម៉េចវិញឯងថាទៅមើល យើងមិនដឹងទេនៅពេលនោះបិសាចក៏បានមកដល់ មកជួបទៀតហើយពិតជាសំណាងណាស់ថ្ងៃនេះ ចង្រៃមែនខំកិច្ចប៉ុណ្ណឹងហើយនៅមកប៉ះទៀត អូ3នាក់តើហើយមានក្មេងមួយទៀត យើងគិតធ្វើយ៉ាងម៉េចទៅយើងមិនទាន់ចង់ស្លាប់ទេ ឯងធ្វើអីពួកយើងក៏បានដែរតែឯងកុំធ្វើបាបក្មេងម្នាក់នេះអី ឯងសុំតែក្មេងអញ្ចឹងមិនក៏មិនសុំយើងផងទេអី បានយោគយល់ដល់ឯងជាមនុស្សដែលមានគុណធម៌ បិសាចបានចាក់ពួកគេទាំងពីរនាក់ យ៉ាងយូរថ្ងៃស្អែកនេះពួកឯងនឹងស្លាប់ហើយ ចាប់ហើយខ្ញុំទៅស្លាប់នៅថ្ងៃស្អែកនេះហើយ ពួកយើងសាករកវិធីដោះស្រាយទៅ តើយើងមានវិធីដោះស្រាយយ៉ាងម៉េចវិញ យើងសាកដកកំបិតនេះចេញមើលពួកគេបានព្យាយាមដកចេញតែមិនអាចដកចេញនោះទេ យើងដកមិនចេញផងនឹងអញ្ចឹងពួកយើងមានតែស្លាប់ហើយ
តើយើងត្រូវតែស្លាប់បែបនេះមែនទេ បងទាំងពីរមុននឹងលោកតាខ្ញុំស្លាប់បិសាចនោះធ្លាប់និយាយថាស្លាប់ឬរស់អាស្រ័យលើយើងទេ ថាម៉េចពាក្យនេះមានន័យថាយ៉ាងម៉េចទៅ ខ្ញុំក៏មិនដឹងដែរបង បើអញ្ចឹងយើងប្រហែលជាមានសង្ឃឹមហើយ សម្រាប់ខ្ញុំដូចជាគ្មានសង្ឃឹមសោះនេះ ភ្លាមនោះស្រាប់តែមានកំបិតមួយទៀតមកចាក់មីរ៉េ អូយមិនក៏ទៅជាអញ្ចឹងវិញហើយកំបិតនេះមកចាក់តែខ្ញុំមិនចាក់ឯងទេ យើងក៏មិនយល់ដែរ អូមិនអីទេទូយ៉ាងណាក៏យើងនៅតែស្លាប់ទាំងអស់គ្នានឹង កំបិតបានចាក់មីរ៉េម្ដងទៀត អូយយ៉ាងមិនទៀតហើយនេះដូចជាលំអៀងពេកហើយ មកពីឯងនិយាយច្រើនពេកទៅដឹង បានយើងមិននិយាយក៏បានដែរទោះមិននិយាយក៏គង់តែស្លាប់ដូចតែគ្នានឹង កំបិតបានចេញមកថែមមួយទៀតហើយចាក់មីរ៉េ អូយលេចកំបិតថែមមកមួយទៀតហើយពិតជាចង្រៃមែន មែនហើយពិតជាចម្លែកមែន អូយប្រហែលមកពីយើងគិតរឿងមិនល្អហើយបានជាអញ្ចឹង បើអញ្ចឹងឯងកុំគិតទៀតអី បានយើងមិនគិតក៏បានដែរ កំបិតបានបាត់អស់មួយ យីមិនបានជាបាត់អស់មួយអញ្ចឹង យើងយល់ហើយបើសិនជាយើងគិតរឿងមិនល្អវាច្បាស់ជាលេចកំបិតមកចាក់យើងហើយ ឯងនិយាយដូចជាសមហេតុផលដែរអញ្ចឹងយើងព្យាយាមគិតរឿងដែលល្អ ពួកគេព្យាយាមគិតរឿងល្អៗរហូតធ្វើឲ្យកំបិតមីរ៉េនៅសល់តែមួយដូចដើម ពួកយើងបានព្យាយាមគិតរឿងល្អហើយតែមិននៅតែមានកំបិតមួយជាប់នឹងយើងដដែលយើងផុតមួយថ្ងៃហើយបើនៅតែមិនអាចដកកំបិតនេះចេញយើងនឹងស្លាប់នៅថ្ងៃស្អែកនេះ ប្រហែលនេះមកពីយើងមិនទាន់រកឃើញដំណោះស្រាយហើយ ចឹងតើយើងគិតធ្វើយ៉ាងម៉េចទៀតនេះ យើងសាកទៅកន្លែងផ្សេងដើម្បីរកដំណោះស្រាយបើនៅទីនេះមិនមានដំណោះស្រាយនោះទេ មែនហើយតោះយើង ពួកគេបានដើររកដំណោះស្រាយពួកគេបានជួបនឹងព្រះសង្ឃមួយអង្គពួកញោមទៅណាមកណានឹងហេតុអ្វីបានជាមានកំបិតជាប់នឹងពួកញោមបែបនេះ កណាគុណម្ចាស់គឺមានបិសាចមួយបានប្រើកំបិតមកចាក់ពួកកណា មើលទៅពួកញោមដូចជាមិនមានការឈឺចាប់សោះកណាគុណម្ចាស់ពួកគេបាននិយាយប្រាប់ទៅព្រះសង្ឃនោះអាត្មាយល់ហើយវិធីដែលពួកញោមអាចដោះស្រាយបាននោះគឺពួកញោមឈប់គិតពីសម្ដីរបស់គេហើយចាប់ទុកពាក្យដែលគេនិយាយគឺជាពាក្យមិនពិត ចុះបើសិនជាពាក្យដែលគេនិយាយគឺជាការពិតទៅគុណម្ចាស់ បើសិនជាយើងគិតថាវាជាការពិតនោះរឿងដែលគេនិយាយគឺជាការពិតហើយពួកញោមនឹងត្រូវបាត់បង់ជីវិតពាក្យដែលគេនិយាយមកយើងវាធ្វើឲ្យយើងឈឺតែវាកាន់តែឈឺនៅពេលដែលយើងយកវាមកគិតកណាយល់ហើយពួកគេបានឈប់គិតហើយកំបិតដែលនៅជាប់នឹងខ្លួនគេក៏បានបាត់អស់ទៅពាក្យដែលគេនិយាយមកយើងវាធ្វើឲ្យយើងឈឺតែវាកាន់តែឈឺនៅពេលដែលយើងយកវាមកគិត អូអ្នកមកវិញហើយឯងហើយនេះអ្នកណាដែរ អូអ្នកនាងនេះមានបញ្ហាខ្ញុំជួបតាមផ្លូវគាត់សុំអាស្រ័យនឹងយើងមួយរយៈ ឯងល្មមត្រឡប់ទៅចម្រោកយើងវិញហើយទៅនៅជាមួយពួកមនុស្សអស់នឹងបងខ្លាចក្រែងប្អូនមានគ្រោះថ្នាក់ណាកុំខ្លាចអីបងស្រីពួកមនុស្សអស់នេះល្ងងណាស់មិនដែលសង្ស័យខ្ញុំអ្វីទេប្អូនកុំភ្លេចណាប្អូននឹងមានជីវិតអមតៈដរាបណាបរោះស្លូតត្រង់និងស្មោះត្រង់ណាម្នាក់ស្រឡាញ់ប្អូនដោយចិត្តបរិសុទ្ធទើបអាចធ្វើឲ្យប្អូនមានជីវិតអមតៈ តែខ្ញុំមិនចង់បាត់បង់អ្នកទេត្រូវតែប្រាប់ខ្ញុំមានចិត្តលឿនអ្នកលើសពីអ្នកស្នាក់អាស្រ័យជាយូរមកហើយ ឯងដល់ពេលវេលាហើយស្លាប់ទៅ រឿងកាញ់ជ្រងញីល្ងងខ្លៅរឿងដំណាលពីបរមម្នាក់ដែលជាបង្អែកក្នុងគ្រួសារត្រូវចិញ្ចឹមរ៉ាប់រងម្ដាយឪពុកផងនិងប្រពន្ធដែលដេកឈឺនៅនឹងកន្ទេលទៀត
អ្នកខ្ញុំទៅស្រែសិនហើយអ្នកនៅផ្ទះកុំរពឹសដៃពេកនាំតែឈឺទៀតដេកនៅស្ងៀមទៅមានអ្វីចាំបាច់ក៏ហៅម៉ែទៅគាត់នឹងមកជួយអ្នកហើយណា ចាតែធ្វើការចោះកុំបារម្ភពីខ្ញុំអីខ្ញុំរៀងក្រនបើហើយមិនយូរប៉ុន្មានក៏អាចជួយអ្នករកប្រាក់បានហើយអ្នកខំតែឯងបែបនេះខ្ញុំមិនសូវសប្បាយចិត្តទេខ្ញុំខ្លាចក្រែងអ្នកលំបាកណាស់ កុំខ្វល់ច្រើនអីទៅលេងរួចថ្ងៃណាក៏ថ្ងៃនឹងចុះរឿងរកប្រាក់ចូលផ្ទះវាជាកាតព្វកិច្ចរបស់ខ្ញុំហើយអ្នកកុំគិតបារម្ភអ្វីឡើយណានិយាយជាមួយប្រពន្ធហើយក៏ដើរចេញមកក្រៅម៉ែពុកខ្ញុំទៅស្រែហើយផ្ញើមើលប្រពន្ធខ្ញុំផងណា ឆាប់ទៅកុំឲ្យថ្ងៃជ្រេជាងហ្នឹង ផ្ដែផ្ដាំម្ដាយរួចក៏ធ្វើដំណើរទៅស្រែនៅតាមផ្លូវទៅស្រែក៏បានជួបនឹងសត្វកញ្ជ្រោងញីមួយក្បាលបានកាឡាខ្លួនជាស្រីស្អាតកញ្ជ្រោងញីធ្វើជាដើរដួល អូយ ហាអ្នកនាងយ៉ាងម៉េចហើយមានអ្វីឲ្យខ្ញុំជួយទី ជួយខ្ញុំបន្តិចមកអ្នកកំឡោះខ្ញុំដូចជាដើរលេងរួចហើយជួយគ្រាខ្ញុំទៅមកលុបនោះបន្តិចមក សុកគ្រាកញ្ជ្រោងញីនេះទាំងមិនដឹងឡើយថាជាសត្វកញ្ជ្រោងបើអ្នកនាងអស់អីហើយអញ្ចឹងខ្ញុំទៅស្រែវិញហើយអ្នកនាងសម្រាប់បន្តិចទៅនឹងអាចដើរទៅបានហើយណា ខ្ញុំមិនដឹងទៅណាទេអ្នកអើយអ្នកទៅណាឲ្យខ្ញុំសុំទៅផងឲ្យខ្ញុំទៅធ្វើអីក៏បានដែរយកខ្ញុំទៅបម្រើអ្នកក៏បានដែរ អ្នកបំរើអីទៅខ្ញុំគ្មានប្រាក់ជួលអ្នកទេខ្ញុំក្រណាស់មិនអាចមើលថែអ្នកឯងម្នាក់ទៀតបានទេនៅផ្ទះខ្ញុំក៏មានមនុស្សច្រើនហើយមានទាំងម្ដាយឪពុកថែមទាំងខ្ញុំមានប្រពន្ធដែលកំពុងឈឺថែមទៀតមានកន្លែងឯណាឲ្យអ្នកស្នាក់បើផ្ទះខ្ញុំតូចចង្អៀតមួយនឹង អ្នកអើយអាណិតខ្ញុំផងចុះខ្ញុំជាកូនកំព្រាគ្មានឪពុកគ្មានម្ដាយទេខ្ញុំទៅតែរត់ចេញពីពួកចិត្តអាក្រក់វាមានបំណងយកខ្ញុំទៅធ្វើជាប្រពន្ធចុងតែខ្ញុំមិនព្រមទៅខ្ញុំរត់ខ្ចាត់ព្រាត់មកដល់ទីនេះបានអ្នកអាណិតស្រីទុរគតដូចជាខ្ញុំសូមឲ្យខ្ញុំបានស្នាក់នៅកន្លែងអ្នកផងខ្ញុំនៅមិនយូរឡើយ ខ្ញុំពិតជាចង់ជួយអ្នកណាស់តែឲ្យខ្ញុំជួយយ៉ាងណាទៅផ្ទះខ្ញុំតូចមិនអាចដាក់សមាជិកថែមទៀតទេ អ្នកអើយគេថាចង្អៀតផ្ទះចោះកុំឲ្យតែចង្អៀតចិត្តខ្ញុំនៅទីណាក៏បានដែរឲ្យខ្ញុំជួយរកប្រាក់អ្នកក៏បានដែរចំនួនថ្លៃដែលខ្ញុំនៅផ្ទះអ្នក សុកដោយហេតុឃើញស្លាប់មិនជួយមិនកើតក៏សម្រេចចិត្តជួយយកអាសាកញ្ជ្រោងញីនេះទៅដោយមិនដឹងគំនិតអាក្រក់ដែលកញ្ជ្រោងញីនេះនឹងធ្វើសុកត្រឡប់ពីស្រែវិញ អូអ្នកមកវិញហើយឯងហើយនេះអ្នកណាដែរ អូអ្នកនាងនេះមានបញ្ហាខ្ញុំជួបតាមផ្លូវគាត់សុំអាស្រ័យនឹងយើងមួយរយៈខ្ញុំមិនដឹងបដិសេធយ៉ាងណាក៏យកមកតាមមកក្រែងគាត់អាចជួយធរៈផ្ទះយើងបានខ្លះឲ្យគាត់នៅមើលថែអ្នកក៏បាន មើលថែអ្វីខ្ញុំមិនអីឡើយអ្នកណាក៏យើងមិនស្គាល់ប្រយ័ត្នគេមានគំនិតមិនល្អនឹងគ្រួសាររបស់យើងណាមើលមុខមាត់មិនសមឲ្យຕົកចិត្តសោះ មិនអីទេដឹងអ្នកស្រីតូចតែមួយទៅធ្វើអីគ្រួសារយើងកើតកុំបារម្ភច្រើនអីក្រោយមកកញ្ជ្រោងនេះធ្វើល្អណាស់រហូតអ្នកផ្ទះសុកចូលចិត្តនាងជាខ្លាំងព្រោះនាងរហ័សហើយជួយជាធរៈបានច្រើនមានតែសុកទេដែលមិនចង់នៅក្បែរនាងប៉ុន្មានព្រោះសុកមានអារម្មណ៍ថានាងដូចជាចង់គិតលើសពីអ្នកសុំអាស្រ័យយប់ឡើងពេលបាយជុំគ្នា ថ្ងៃស្អែកនេះខ្ញុំសុំទៅក្រៅមួយព្រឹកខ្ញុំមិនបានធ្វើបាយព្រឹកជូនអ្នកទាំងអស់គ្នាទេ អ្នកទៅណាដែរ អូគឺខ្ញុំចង់ទៅរកមើលការងារខាងក្រៅក្រែងមានអ្វីដែលខ្ញុំអាចធ្វើបានព្រោះមានអារម្មណ៍ថាដូចជាស្នាក់នៅជាមួយគ្រួសារអ្នកយូរហើយខ្
ខ្ញុំក្រាញចិត្តណាស់ទៅក្រាញចិត្តស្អីទៅក្មួយអើយក្មួយនៅជាមួយមិនបាននៅតែទេណាបានជួយសម្រាប់បន្ទុកមីងច្រើនសន្ធឹកសន្ធាប់ថែមទាំងបានតែជួយការងារនៅឯស្រែទៀតមិនកាត់ទេមីងនៅយូររហូតដល់ខ្ញុំក្រាញចិត្តណាស់ខ្ញុំមិនត្រូវជាអ្វីនឹងអ្នកផ្ទះនេះផង តាមពិតកញ្ជ្រោងនេះទៅក្រៅនៅថ្ងៃស្អែកគឺទៅកន្លែងវងកញ្ជ្រោងរបស់ខ្លួនព្រោះគេចេញមកយូរហើយយ៉ាងម៉េចហើយប្អូនស្រីឯងល្មមត្រឡប់ទៅចម្រោកយើងវិញហើយទៅនៅជាមួយពួកមនុស្សអស់នឹងបងខ្លាចក្រែងប្អូនមានគ្រោះថ្នាក់ណាកុំខ្លាចអីបងស្រីពួកមនុស្សអស់នេះល្ងងណាស់មិនដែលសង្ស័យខ្ញុំអ្វីទេហើយនេះឯងចង់នៅបន្លំបំរើពួកមនុស្សអស់នេះដល់ពេលណាទៀតរហូតបរោះនោះទុកចិត្តហើយព្រមយកខ្ញុំធ្វើជាប្រពន្ធគេពេលនោះខ្ញុំនឹងអាចមានជីវិតអមតៈតែបរោះនោះគេមានប្រពន្ធហើយប្អូនក៏ដឹងគេស្មោះត្រង់យ៉ាងនេះតើអាចមកស្រឡាញ់ប្អូនដោយចិត្តនឹងចិត្តបានដូចម្ដេចទេប្អូនកុំភ្លេចណាប្អូននឹងមានជីវិតអមតៈដរាបណាបរោះស្លូតត្រង់និងស្មោះត្រង់ណាម្នាក់ស្រឡាញ់ប្អូនដោយចិត្តបរិសុទ្ធទើបអាចធ្វើឲ្យប្អូនមានជីវិតអមតៈខ្ញុំមិនភ្លេចទេបងស្រីហើយម្យ៉ាងវិញទៀតកុំមានចិត្តស្រឡាញ់គេឲ្យសោះព្រោះក្រោយគេមានចិត្តដ៏បរិសុទ្ធនោះមកឲ្យប្អូនហើយប្អូនត្រូវយកបេះដូងគេមកឆីខ្ញុំដឹងហើយបងខ្ញុំមិនឲ្យខ្លួនគិតឬក៏មានចិត្តស្រឡាញ់លើគេទេព្រោះគោលដៅរបស់ខ្ញុំគ្រាន់តែចង់បោកយកបេះដូងដ៏បរិសុទ្ធនោះរបស់គេទេអញ្ចឹងខ្ញុំទៅសិនហើយណាបងមកយូរនាំមានការសង្ស័យត្រូវប្រញាប់ទៅវិញហើយមើលថែខ្លួនឯងឲ្យល្អផងទៅចាស់ចូលមកដល់ចិត្តក្នុងភូមិទើបកញ្ជ្រោងញីនោះកាឡាខ្លួនមកជាមនុស្សវិញហើយគេក៏សំដៅទៅស្រែដើម្បីចង់ទៅរកនីសុកខ្ញុំត្រឡប់មកវិញហើយបងសុកហើយមានអ្វីឲ្យខ្ញុំជួយដែរទេមិនមានទេហេតុអីអ្នកមិនទៅផ្ទះទៅក្រែងលោកប្រពន្ធឬពុកម៉ែខ្ញុំរកអ្នកមានអ្វីឲ្យជួយខ្ញុំនៅទីនេះធ្វើម្នាក់ឯងបានអូមិនអីទេខ្ញុំចង់នៅជួយបងម្យ៉ាងព្រឹកមិញនេះមុននឹងខ្ញុំចេញទៅក្រៅបានរៀបចំការងាររួចជាស្រេចហើយតាមអ្នកចុះហើយអ្នកថាទៅរកការងារធ្វើបានអ្វីធ្វើទេអូមិនបានអ្វីទេអ្នកភាគច្រើនគេមិនចង់ទទួលទេព្រោះគេឃើញខ្ញុំជាស្រីខ្លួនមើលទៅហាក់ដូចជាគ្មានកម្លាំងទើបគេមិនដឹងថាយកទៅធ្វើស្អីណាស់ហើយតាមសម្រួលទៅតោះល្ងាចហើយត្រឡប់ទៅផ្ទះវិញនៅពេលដើរតាមផ្លូវកញ្ជ្រោងញីនេះប្រើវិតមុនហៅភ្លៀងហៅខ្យល់ដើម្បីបាននៅជ្រកទឹកភ្លៀងតែពីរអ្នកសុកយេបើកថ្ងៃសុកឥឡូវមកភ្លៀងឯណាពិតជាយ៉ាប់មែនមេឃកំពុងតែជិតងងឹតផងតាបងមកជ្រកក្រោមខ្ទមនេះសិនទៅអំឡុងពេលជ្រកកញ្ជ្រោងញីនេះធ្វើជាខ្លាចរន្ទះញែកញក់ដើម្បីឲ្យនីសុកមើលថែតែនីសុកហាក់មិនខ្វល់ឡើយព្រោះនីសុកស្រឡាញ់ប្រពន្ធណាស់ចំណែកយិនដែលនៅផ្ទះកំពុងបារម្ភពីប្តីជាខ្លាំងហេតុអីនៅមិនទាន់មកទៀតនេះមិនងងឹតហើយថែមទាំងភ្លៀងខ្លាំងទៀតយ៉ាងម៉េចយ៉ាងមកទៅហើយទេដឹងកុំបារម្ភអីយិនកូនប្រហែលជាអាសុកវានៅជ្រកភ្លៀងកន្លែងណាមួយហើយមែនហើយចាំមើលមេឃរាំងតិចវាមកដល់ហើយយីយាយអញ្ចឹងនាងសយមិនក៏មិនទាន់ឃើញមកថាទៅតាមមួយព្រឹកទេឥឡូវមួយថ្ងៃទៅហើយមិនទាន់ឃើញមកទៀតប្រហែលជារកកន្លែងនៅផ្សេងឃើញទេដឹងទើបលេងត្រឡប់មក
มันសំណាអញ្ចឹងទេពុកនាងមើលទៅដឹងគុណណាស់ទោះបានកន្លែងថ្មីយ៉ាងណាក៏គួរតែមកលាយើងសិនដែរมันសំណាបាត់សមល់បែបនេះទេអូនោះមកដល់ហើយហានោះនាងសអញតើរួចមិនបានជាទៅនៅជាមួយនឹងអាសុកអញ្ចឹង យិនក៏ប្រែពីទឹកមុខបារម្ភប្តីមកជាទឹកមុខមិនពេញចិត្តវិញព្រោះឃើញប្តីមកជាមួយសយ ហេតុអីក៏មកជាមួយគ្នាអញ្ចឹងបងអូគឺថាខ្ញុំមកពីរកការងារហើយដើរកាត់ឃើញបងសុកគាត់កំពុងនៅស្រែខ្ញុំក៏នៅជួយគាត់តែម្ដងទៅហើយត្រឡប់មកវិញស្រាប់តែមានភ្លៀងខ្លាំងទៀតទៅមកដល់យប់បែបនេះ គឺតាមដែលអ្នកសយរៀបរាប់នឹងឲ្យប្រពន្ធសម្លាញ់តោះចូលផ្ទះទៅកុំនៅក្រៅនាំត្រូវទឹកសើមបែបនេះតោះម៉ែពុកចូលផ្ទះទៅសុកចូលផ្ទះដោយមិនបានចាប់អារម្មណ៍នឹងកញ្ជ្រោងញីនោះឡើយធ្វើឲ្យនាងកញ្ជ្រោងនោះមិនពេញចិត្តជាខ្លាំង ចាំមើលណាមានក្តីសុខឲ្យខ្លាំងទៅយើងនឹងយកមកវិញឲ្យតតែអស់យើងបណ្ដាច់បណ្ដោយពេលមិនបានទៀតទេថ្ងៃស្អែកនេះយើងនឹងធ្វើឲ្យឯងយកបេះដូងបរិសុទ្ធនោះមកឲ្យយើងឲ្យបានព្រឹកនេះខ្ញុំសុំទៅរកការងារជាថ្មីណាហើយការងារផ្ទះខ្ញុំធ្វើរួចហើយទៅចោះ សុកមិនអស់ឆ្ងល់នឹងនារីម្នាក់នេះជាខ្លាំងក៏បានលួចទៅតាមក្រោយតាមដានគេលុះដល់ព្រៃស្រាប់តែកញ្ជ្រោងញីកាឡាខ្លួនសុកដែលលួចតាមមើលពីក្រោយមានការភ្ញាក់ផ្អើលជាខ្លាំងហានេះនាងជាសត្វកញ្ជ្រោងសុកទៅតាមពីក្រោយរហូតដល់តំបន់វងកញ្ជ្រោងហើយក៏បានឮពីចេតនានាងកញ្ជ្រោងញីនោះយីនេះចង់សម្លាប់យើងហ៎ពិតជាយកគ្រោះដាក់ផ្ទះមែនយើងនេះសម្លាងដឹងតាន់សុកត្រឡប់ទៅស្រែវិញហើយក៏បានរកអបាយកលផ្ចាញ់កញ្ជ្រោងញីនេះក៏គិតវិធីមួយដូចម្សិលមិញដែរកញ្ជ្រោងញីនោះក៏បានមករកសុកនៅឯស្រែស្រាប់តែពេលនោះសុកបាននិយាយទៅកាន់កញ្ជ្រោងញីអ្នកអើយខ្ញុំមិនដឹងប្រាប់អ្នកយ៉ាងម៉េចឲ្យសមទេគឺថាខ្ញុំដឹងថាវាមិនត្រឹមត្រូវហើយអ្នកក៏មិនអាចទទួលវាបានដែរតែខ្ញុំមិនចង់បាត់បង់អ្នកទេត្រូវតែប្រាប់ខ្ញុំមានចិត្តលើអ្នកលើសពីអ្នកស្នាក់អាស្រ័យជាយូរមកហើយខ្ញុំមិនដឹងថាតាំងពីពេលណាហើយរបៀបណាទេតែភ្លេចខ្លួនម្ដងទៀតក៏ស្រាប់តែស្រឡាញ់អ្នកទៅហើយចូលអន្ទាក់យើងហើយខ្ញុំមានចិត្តលើបងដែរតែខ្ញុំដឹងថាវាមិនត្រឹមត្រូវតើបមិននិយាយអ្វីតែឥឡូវនេះអ្នកនិយាយបែបនេះខ្ញុំរំភើបណាស់បើអ្នកក៏ស្រឡាញ់ខ្ញុំដែរអញ្ចឹងយើងរត់ទៅជាមួយគ្នាទៅយ៉ាងម៉េចដែរចុះប្រពន្ធនិងម្ដាយឪពុកបងនោះកុំនិយាយពីអ្នកដតីអីខ្វល់តែរឿងយើងទៅបានហើយយើងបានចង់រត់ទៅណាដែរតែបងគ្មានប្រាក់ទេក៏មិនដឹងរត់ទៅណារួចដែរអូខ្ញុំមានកន្លែងមួយកញ្ជ្រោងញីគិតថាគង់តែសម្រាប់គេនៅឃ្លាំងទ្រព្យរបស់ខ្លួនទើបនាំនីសុកទៅស្រាប់តែពេលទៅអ្វីខុសពីនាងគិតទាំងអស់ឯងដល់ពេលវេលាហើយស្លាប់ទៅឈប់សិនយើងមានលក្ខខណ្ឌលក្ខខណ្ឌស្អីចិត្តដល់ពេលស្លាប់ហើយនៅរកលក្ខខណ្ឌស្អីទៀតបើឯងឈ្នះយើងឯងយកចុះយើងព្រមឲ្យឯងដោយចិត្តបរិសុទ្ធតែបើយើងឈ្នះទ្រព្យសម្បត្តិនៅខាងក្រោយឯងនេះយើងត្រូវបានទាំងអស់ឯងគិតថាយើងឲ្យឯងចាញ់ពីទីនេះហ៎តែសុកបានត្រៀមខ្លួនរួចជាស្រេចក៏បានតតាំងជាមួយនឹងកញ្ជ្រោងនោះហើយក៏បានសម្រេចប៉ុន្តែចេតនារបស់គេមិនចង់ឲ្យកញ្ជ្រោងនោះស្លាប់ទេតែកញ្ជ្រោងនោះរត់មករកកំបិតដោយមិនបានមើលកញ្ជ្រោងក៏បានស្លាប់ក្រោមកំបិតរបស់សុកភ្លាមនៅនឹងកន្លែងនោះទៅ
ខ្ញុំសុំទោសតែបើខ្ញុំមិនធ្វើបែបនេះអ្នកប្រកាសជាសម្លាប់ខ្ញុំជាក់ជាមិនខានប្រពន្ធនិងម្ដាយឪពុកខ្ញុំមិនអាចរស់នៅដោយគ្មានខ្ញុំបានឡើយខ្ញុំសុំទោសសូមអ្នកទៅកាន់ទីសុខចុះមុននឹងរត់ចេញពីទីនោះសុកក៏បានក្តាប់យកមាសប្រាក់មួយក្តាប់មកឲ្យប្រពន្ធដើម្បីចាប់ផ្ដើមជីវិតគ្រួសាររបស់ខ្លួនឲ្យបានល្អប្រសើរគេមិនបានយកទាំងអស់តាមអ្វីដែលបាននិយាយឡើយព្រោះគេគិតថាទោះជាយ៉ាងណាសម្បត្តិនោះក៏មិនមែនគេជាអ្នករកដែរទើបយកតែមួយចំនួនដែលអាចជាទុនជីវិតគេនិងគ្រួសារតែប៉ុណ្ណោះពាក្យចាស់បានប្រដៅយើងថាកតញ្ញូជាមួយឪពុកម្ដាយស្មោះត្រង់ឥតវាយវេជាមួយគូជីវិតមានតែសេចក្តីចម្រើនហើយកុំពងប្រាថ្នាបំផ្លាញអ្នកដទៃដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនព្រោះវានឹងនាំឲ្យអ្នកមានតែក្តីវិនាសចំពោះខ្លួនឯងជាក់ជាមិនខាន។